ភាគទី7រឿងរ៉ាវរបស់ព្យាការីយូសូហ្វនិងព្យាការីយ៉ាកូបអាឡៃសាឡាមនៅក្នុងភាគទី7នេះយើងនិយាយតាក់ទងជាមួយនឹងការសាកល្បងនៃសេចក្តីប្រាថ្នាសម្រស់របស់ព្យាការីយូសូហ្វមិនមែនជាសម្រស់ធម្មតានោះទេវាគឺជាពាក់កណ្ដាលនៃសម្រស់របស់មនុស្សលោកទាំងមូលភាពស្រស់សង្ហានេះបានធ្វើឲ្យភរិយារបស់អាស៊ីសចាប់ផ្ដើមមានចិត្តប្រតិព័ទ្ធលើរូបគេថ្ងៃមួយនៅពេលដែលគ្មានមនុស្សនៅក្នុងវិមាននាងបានរៀបចំកលល្បិចបិទទ្វារគ្រប់ជាន់យ៉ាងជិតហើយហៅយូសូហ្វមកកាន់បន្ទប់របស់នាងបានពោលពាក្យលួងលោមថាមកទីនេះមកយូសូហ្វប៉ុន្តែយូសូហ្វដែលមានបេះដូងពោរពេញដោយការកោតខ្លាចអល់ឡោះបានតបវិញភ្លាមថាខ្ញុំសូមការពារពីអល់ឡោះលោកម្ចាស់អាស៊ីសបានមើលថែខ្ញុំយ៉ាងល្អតើឲ្យខ្ញុំប្រព្រឹត្តអំពើអយុត្តិធម៌នេះយ៉ាងដូចម្តេចពិតណាស់អ្នកដែលធ្វើខុសនឹងមិនទទួលបានជោគជ័យនោះឡើយនៅក្នុងភាគនេះយើងនឹងបញ្ចប់ត្រឹមនេះរឿងរ៉ាវបន្តទៀតនៅក្នុងវីដេអូបន្តប្រសិនបើបងប្អូនចង់ដឹងសូមតាមដាននៅភាគបន្តនៅក្នុងវីដេអូបន្ទាប់អ៊ីនសាអល់ឡោះ